នៅតាមបណ្ដោយផ្លូវលំមួយកន្លែងក្នុងភូមិដៃស្រយាលមានវត្តចាស់មួយដែលមានរបងឥដ្ឋដ៏វែងអន្លាយរបងនេះមិនត្រឹមតែជារបងសម្រាប់ការពារវត្តទេវាត្រូវបានអ្នកភូមិមួយចំនួនចាត់ទុកថាជាទីសម្រាប់សំណល់របស់មនុស្សស្លាប់តាមទម្លាប់ដែលមិនសូវល្អនៅពេលដែលមានសាច់ញាតិស្លាប់ហើយបញ្ចប់ពិធីបុណ្យសពរួចរាល់នោះអ្នកភូមិតែងតែយកកម្រងផ្កាស្វិតក្រៀមដែលគេបានប្រើសម្រាប់តាំងរូបថតអ្នកស្លាប់យកទៅបោះចោលនៅគៀនរបងវត្តនោះជាពិសេសគឺនៅត្រង់កែងរបងដែលមានដើមពោធិ៍ដ៏ធំមួយដុះគ្របពីលើផងដែរកន្លែងនោះពោរពេញទៅដោយគំនរនៃសេចក្តីស្លាប់កម្រងផ្កាពណ៌សឬពណ៌ផ្សេងជាច្រើនទៀតត្រូវបានគេយកទៅបោះចោលគោដូចភ្នំអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺរូបថតអ្នកស្លាប់រាប់សិបនាក់ដែលដាក់នៅក្នុងស៊ុំកញ្ចក់ខ្លះនិងខ្លះប្រឡាក់ដីត្រូវបានគេផ្អែកទុកចោលនៅតាមជញ្ជាំងរបងវត្តរូបថតខ្លះជាមនុស្សចាស់ខ្លះជាក្មេងឯខ្លះទៀតជាយុវវ័យដែលសុទ្ធតែមានទឹកមុខស្មើធេងគ្មានវិញ្ញាណនៅពេលយប់ផ្លូវត្រង់ចំណុចនោះគឺជាកន្លែងដែលអ្នកដំណើរខ្លាចរអាបំផុតភ្លើងអគ្គិសនីមិនសូវជាភ្លឺមានពន្លឺតែភ្លើងព្រាលៗចេញពីចេតិយដែលនៅក្នុងវត្តប៉ុណ្ណោះនៅយប់មួយពេលដែលមានភ្លៀងធ្លាក់រលឹមស្រិចៗពូម្នាក់ឈ្មោះថាពូសុកបានជិះម៉ូតូត្រឡប់មកពីធ្វើការគាត់ត្រូវជិះកាត់តាមផ្លូវរបងវត្តនេះខ្យល់ត្រជាក់បានបក់មកប៉ះនឹងកម្រងផ្កាក្រៀមធ្វើឲ្យពួកវាបន្លឺសំឡេងក្រោកក្រាក់ដូចជាសំឡេងឆ្អឹងកកិតគ្នាខណៈពេលដែលពូសុកជិះម៉ូតូមកដល់កែងរបងវត្តនោះភ្លើងម៉ូតូរបស់គាត់បានចាំងទៅលើគំនររូបថតអ្នកស្លាប់រូបថតរាប់សិបសន្លឹកនោះហាក់ដូចជាកំពុងតែសម្លឹងមើលមកគាត់រំពេចនោះខ្យល់បានបក់មកយ៉ាងខ្លាំងធ្វើឲ្យរូបថតមួយស៊ុំបានធ្លាក់មកកណ្ដាលផ្លូវរមាលមកឈប់នៅពីមុខម៉ូតូរបស់គាត់ពូសុកបានជន់ហ្វ្រាំងម៉ូតូភ្លាមគាត់សម្លឹងមើលទៅរូបថតនោះវាគឺជារូបថតស្ត្រីចំណាស់ម្នាក់ដែលមានសក់ស្កូវនិងភ្នែករូងខ្មៅអ្វីដែលធ្វើឲ្យគាត់ព្រឺក្បាលនោះគឺគាត់បានឃើញភ្នែករបស់ស្ត្រីក្នុងរូបថតនោះព្រិចចុះឡើងគាត់មើលមិនច្រឡំទេរូបថតនោះបានព្រិចភ្នែកដាក់គាត់មែនបន្ទាប់មកមាត់របស់ស្ត្រីដែលនៅក្នុងរូបថតនោះបានចាប់ផ្ដើមញញឹមបន្តិចម្ដងដល់គួរឲ្យខ្លាចពូសុកភ័យរហូតដល់រឹងដៃរឹងជើងគាត់ចង់បង្វែរម៉ូតូត្រឡប់ថយក្រោយតែម៉ូតូរបស់គាត់ស្រាប់តែរលត់ម៉ាស៊ីនសំឡេងមួយបានបន្លឺឡើងពីគំនរកម្រងផ្កាវាជាសំឡេងសើចរបស់មនុស្សជាច្រើននាក់ពូសុកបានងើបមុខមើលទៅលើរបងវត្តនៅលើរបងនោះគាត់បានឃើញពួកគេនោះគឺជាម្ចាស់រូបថតទាំងអស់នោះហើយពួកគេកំពុងតែអង្គុយតម្រៀបគ្នានៅលើរបងមនុស្សចាស់ក្មេងប្រុសស្រីដែលមានមុខមាត់ដូចក្នុងរូបថតបេះបិទមុខរបស់ពួកគេស្លេកស្លាំងនិងប្រឡាក់ទៅដោយធូលីដីពួកគេអង្គុយយល់ជើងហើយនាំគ្នាសម្លឹងមកពូសុកតែមួយគត់បន្តិចក្រោយមកកម្រងផ្កាដែលកោនៅលើដីបានចាប់ផ្ដើមធ្វើចលនាពួកវាបានរមាលមកជិតម៉ូតូរបស់គាត់ដូចជាកង់រទេះអញ្ចឹងក្លិនស្អុយនៃកម្រងផ្កាក្រៀមនិងក្លិនធូបបានសាយភាយចូលច្រមុះរបស់គាត់ធ្វើឲ្យគាត់ចង់តែក្អួតរូបថតស្ត្រីចំណាស់ដែលនៅកណ្ដាលផ្លូវបានចាប់ផ្ដើមវាសុំរូបថតនោះបានវាដោយក្តាមខិតចូលមកជិតជើងរបស់គាត់ដៃមួយដែលមានសភាពស្គមស្គាំងនិងត្រជាក់ដូចទឹកកកបានលូកចេញពីក្នុងរូបថតនោះចាប់កជើងរបស់គាត់ជាប់ពូសុកស្រែកឡើងយ៉ាងខ្លាំងដោយភាពភ័យរន្ធត់គាត់ប្រឹងធាក់រូបថតនោះចេញហើយបញ្ឆេះម៉ូតូសាជាថ្មីសំណាងល្អណាស់ម៉ូតូរបស់គាត់បានឆេះគាត់បានមូលហ្គាអស់មួយទំហឹងដៃបើកិនលើរូបថតទាំងនោះបំបែកកញ្ចក់ស៊ុំរត់ចេញពីកន្លែងនោះបានយ៉ាងលឿនគាត់មិនហ៊ានងាកក្រោយឡើយប៉ុន្តែនៅក្នុងត្រចៀករបស់គាត់នៅតែឮសំឡេងសើចនិងសំឡេងកញ្ចក់បែកហើយនៅពេលដែលគាត់មកដល់ផ្ទះគាត់បានឃើញថានៅជាប់នឹងកជើងរបស់គាត់មានបំណែករូបថតមួយសន្លឹកជាប់នឹងជើងខោវាគឺជាបំណែករូបថតត្រង់ភ្នែករបស់ស្ត្រីចំណាស់នោះដែលនៅបើកសម្លឹងមើលមកគាត់ដដែលនៅតាមបណ្ដោយផ្លូវរបងវត្តនោះមិនមែនត្រឹមតែដាក់រូបថតនិងកម្រងផ្កានោះទេនៅជ្រុងម្ខាងទៀតដែលដាច់ឆ្ងាយពីទីនោះបន្តិចនៅក្បែរគុម្ពឫស្សីគឺជាទីតាំងសម្រាប់ចោលរបស់របរប្រើប្រាស់នៃអ្នកស្លាប់ខ្នើយកន្ទេលនិងជាពិសេសគឺសម្លៀកបំពាក់ចាស់រាប់រយសម្រាប់ត្រូវបានគេយកមកបោះចោលកគ្នាដូចភ្នំតូចមួយអ្នកភូមិជឿថាបើទុករបស់ទាំងនេះនៅផ្ទះវិញ្ញាណអ្នកស្លាប់នឹងត្រឡប់មកវិញដូច្នេះហើយ
ពួកគេក៏យកទៅបោះចោលនៅទីនោះដើម្បីឲ្យព្រះសង្ឃបាំងស្គលឬទុកចោលតាមយថាកម្មរបស់វាទៅចុះនៅយប់មួយដែលមេឃងងឹតស្លុបបុរសម្នាក់ឈ្មោះពូជាដែលមានមុខរបរជាអ្នកដើររើអេតចាយគាត់បានដើរកាត់ទីនោះគាត់គឺជាមនុស្សមិនសូវជឿរឿងខ្មោចទេហើយជីវភាពក្រីក្រធ្វើឲ្យគាត់ហ៊ានធ្វើអ្វីគ្រប់យ៉ាងពន្លឺពិលរបស់គាត់បានចាំងទៅលើគំនរខោអាវនៅក្បែររបងវត្តគាត់បានឃើញអាវសូត្រពណ៌សមួយដែលមើលទៅនៅថ្មីស្អាតល្អហាក់ដូចជាទើបតែគេយកទៅបោះចោលសេចក្តីចង់បានរបស់គាត់ក៏កើតឡើងពូជាបានគិតថាអាវនេះនៅល្អណាស់បើយកទៅបោកទឹកឲ្យស្អាតគាត់អាចយកវាទៅពាក់ឬក៏លក់បានគាត់បានដើរចូលទៅជិតគំនរខោអាវនោះជើងរបស់គាត់ជាន់ទៅលើខោអាវចាស់ៗធ្វើឲ្យមានសម្លេងសឹបសឹបដូចជាជាន់ទៅលើសាច់មនុស្សអញ្ចឹងដែរគាត់បានយកដៃទៅទាញយកអាវសូត្រពណ៌សនោះនៅពេលដែលដៃរបស់គាត់ប៉ះនឹងអាវនោះភ្លាមគាត់មានអារម្មណ៍ចម្លែកមួយអាវនោះមិនត្រជាក់ដូចសាច់ក្រណាត់ដែលត្រូវទឹកសន្សើមដូចខោអាវដទៃទៀតទេគឺវាមានកម្ដៅក្ដៅអ៊ុនៗហាក់ដូចជាទើបតែមានមនុស្សដោះចេញពីខ្លួនថ្មីអញ្ចឹងពូជាបានព្យាយាមមិនគិតអ្វីច្រើនគាត់ទាញអាវនោះមកកាន់ហើយបន្តរើសរកខោអាវផ្សេងទៀតប៉ុន្តែខណៈពេលដែលគាត់កំពុងតែងាកចុះឡើងនោះគាត់ចាប់ផ្ដើមធំក្លិនចម្លែកនោះមិនមែនជាក្លិនទឹកអប់ឬក៏ក្លិនសាប៊ូទេវាគឺជាក្លិនទឹកខ្ទុះដែលលាយឡំជាមួយនឹងធូបនិងក្លិនប្រេងកូឡាទៀតផងក្លិននោះចេញពីអាវសូត្រដែលនៅក្នុងដៃរបស់គាត់នោះឯងក្នុងពេជ្រនោះអាវសូត្របានចាប់ផ្ដើមកម្រើកដៃអាវទាំងពីរបានរមូលចូលគ្នាហើយរឹតក៏ដៃរបស់ពូជាយ៉ាងណែនគាត់ស្លន់ស្លោព្យាយាមក្រវែងអាវនោះចោលតែវាមិនព្រមរបូតចេញសោះវាជាប់ស្អិតដូចជាបិទកៅសំឡេងមួយបានបន្លឺឡើងគឺជាសំឡេងក្រណាត់កកិតគ្នាពូជាបានងើកមុខទៅមើលគំនរខោអាវនៅខាងមុខគាត់អ្វីដែលគាត់បានឃើញធ្វើឲ្យបេះដូងរបស់គាត់ស្ទើរតែលោតចេញមកក្រៅគំនរខោអាវរាប់រយសម្រាប់នោះបានចាប់ផ្ដើមហើមប៉ោងឡើងពួកវាមិនមែនហើមដោយសារខ្យល់ទេគឺហើមឡើងហាក់ដូចជាមានរាងកាយដែលមើលមិនឃើញកំពុងតែចូលទៅពាក់ក្នុងខោអាវនោះខោជើងវែងបានក្រោកឈរឡើងដោយខ្លួនឯងយល់ចុះយល់ឡើងយល់ទៅយល់មកសរងចាស់បានហោះឡើងហើយរុំជុំវិញចង្កេះនៃរាងកាយដែលគ្មានរូបរាងអាវធំបានប៉ោងឡើងត្រង់ទ្រូងនិងស្មានៅចំពោះមុខរបស់ពូជាគឺមានមនុស្សអរូបរាប់សិបនាក់កំពុងតែឈរតម្រៀបគ្នាខ្លះមានតែខោគ្មានអាវខ្លះមានតែអាវតែគ្មានខោខ្លះទៀតជាខោអាវដែលមានស្នាមឈាមនិងស្នាមរហែកបង្ហាញថាម្ចាស់របស់វាបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រាងកាយអត់រូបដែលពាក់ខោជើងវែងពណ៌ខ្មៅមួយបានដើរចូលមករកគាត់វាដើរខ្ញឹកខ្ញឹកហាក់ដូចជាម្ចាស់របស់វាជាមនុស្សពិការជើងអាវសូត្រដែលកំពុងតែរឹតដៃពូជានោះក៏បានទាញគាត់យ៉ាងខ្លាំងឲ្យចូលទៅរកក្រុមខោអាវខ្មោចទាំងនោះវាហាក់ដូចជាម្ចាស់អាវនោះកំពុងតែព្យាយាមយកខោអាវរបស់គាត់វិញហើយក៏ចង់យកពូជាទៅជាមួយដែរពូជាបានព្យាយាមស្រែកតែគ្មានសម្លេងគាត់ប្រមូលកម្លាំងទាំងអស់ដែលមានយកដៃម្ខាងទៀតហែកអាវសូត្រនោះអាវសូត្របានរហែកដាច់ឈាមស្រស់បានហូរចេញពីស្នាមរហែកនៃក្រណាត់អាវនោះហាក់ដូចជាយកកំបិតអាសាច់មនុស្សអញ្ចឹងពូជាបានដួលផ្ងាក្រោយគាត់ប្រញាប់វាថយក្រោយទាំងភ្នែកសម្លឹងមើលទៅក្រុមខោអាវនោះខោអាវខ្មោចទាំងអស់បានបែរមុខសម្លឹងមកគាត់គ្រប់គ្នាទោះបីជាគ្មានក្បាលគ្មានមុខប៉ុន្តែពូជាមានអារម្មណ៍ថាគាត់កំពុងតែត្រូវបានសម្លឹងដោយវិញ្ញាណរាប់រយក្បាលគាត់បានស្ទុះក្រោកឈរហើយរត់ចោលករុងអេតចាយរបស់គាត់រត់ចេញពីរបងវត្តនោះទាំងព្រលឹងចុងសក់នៅពីក្រោយខ្នងរបស់គាត់គឺមានសំឡេងជើងរាប់សិបនាក់កំពុងតែរត់តាមពីក្រោយខ្នងគាត់សំឡេងខោអាវបក់ប៉ះខ្យល់ឮសូរផាប់ផាប់លាយឡំជាមួយនឹងសំឡេងយំនិងសំឡេងធ្ងរពូជាបានរត់រហូតដល់ផុតពីតំបន់នោះចាប់តាំងពីពេលនោះមកគាត់ឈប់ដើររើអេតចាយនៅពេលយប់ជារៀងរហូតហើយនៅពេលដែលគាត់ឃើញអាវសូត្រពណ៌សនៅទីណាក៏ដោយគាត់តែងតែមានអារម្មណ៍ថាត្រជាក់ដៃហាក់បីដូចជាវាកំពុងតែរឹតដៃគាត់ជាប់ជានិច្ចក្រៅពីជាទីចោលកម្រងផ្កានិងខោអាវចាស់របងវត្តនេះមានមុខងារមួយទៀតដ៏សំខាន់និងគួរឲ្យខ្លាចនៅរៀងរាល់ថ្ងៃសិលឬរដូវបុណ្យទានធំដូចជាបុណ្យភ្ជុំបិណ្ឌអ្នកភូមិតែងតែយកពេលឬកន្ទោងសំណែនមកដាក់ចោលនៅត្រង់កែងរបងនេះសំណែនទាំងនោះមានបាយនំចំណីនិងលុយកាក់បន្តិចបន្តួចដែលគេឧទ្ទិសដល់ខ្មោចអនាថាឬព្រលឹងដែលគ្មានសាច់ញាតិធ្វើបុណ្យឲ្យដូច្នេះកែងរបងវត្តនេះ
ប្រៀបបានទៅនឹងអាហារដ្ឋានសម្រាប់វិញ្ញាណដែលស្រែកឃ្លានរាប់រយនាក់នៅយប់បញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌមេឃងងឹតស្លុបគ្មានពន្លឺព្រះច័ន្ទបុរសម្នាក់ឈ្មោះបូរ៉ាដែលជាអ្នកញៀនស្រាប្រចាំភូមិបានដើរត្រឡប់មកពីកន្លែងផឹកស៊ីវិញគាត់ស្រវឹងត្រៀតត្រោតហើយដើរតាមបណ្ដោយរបងវត្តនេះដើម្បីកាត់ទៅផ្ទះនៅពេលដែលគាត់ដើរមកដល់កែងរបងគាត់បានឃើញពែសំណែនជាច្រើនត្រូវបានគេដាក់តម្រៀបគ្នានៅលើដីក្លិនធូបនិងក្លិនទៀនលីឡំជាមួយក្លិនបាយម្ហូបបានធ្វើឲ្យបូរ៉ាដែលកំពុងតែឃ្លានស្រាមានអារម្មណ៍ថាចង់ស៊ីដោយសារតែជាតិស្រាចូលពេញខួរក្បាលនិងភាពមិនជឿរឿងអបិយជំនឿគាត់បានប្រើជើងទាត់ពែសំណែនមួយដែលនៅក្បែរជើងរបស់គាត់បាយនិងនំចំណីបានកំពប់រាយប៉ាយពេញទៅលើដីបូរ៉ាបានរើសយកមាន់អាំងមួយដុំពីក្នុងពែនោះមកខាំស៊ីយ៉ាងឆ្ងាញ់ពិសាដោយមិនខ្វល់ថាជារបស់អ្នកណាឡើយខណៈពេលដែលគាត់កំពុងតែទំពាសាច់មាន់នោះខ្យល់ដែលកំពុងតែបក់ក៏បានស្ងប់ស្ងាត់ឈឹងសំឡេងសត្វចង្រិតដែលធ្លាប់តែយំក៏បានបាត់សំឡេងទៅដែរជំនួសមកវិញនៅសំឡេងថ្មីមួយទៀតវាគឺជាសំឡេងជើងមនុស្សរត់ជាច្រើនអ្នករត់នៅលើដីសំដៅមករកគាត់បូរ៉ាងើបមុខឡើងភ្នែករបស់គាត់រៀងស្រវាំងតែគាត់នៅតែអាចមើលឃើញចេញពីក្នុងភាពងងឹតគឺនៅក្រោមដើមឈើក្បែររបងវត្តនោះស្រមោលខ្មៅរាប់សិបនាក់កំពុងតែដើរសម្ដៅមករកគាត់ពួកគេមិនមែនជាមនុស្សទេនោះគឺជាខ្មោចអនាថាខ្លះមានរាងកាយខ្ពស់ស្គមដូចដើមត្នោតដៃជើងវែងនោះយើងអាចហៅបានថាគឺជាប្រែតខ្លះទៀតជាខ្មោចដែលដាច់ដៃដាច់ជើងខ្លះមានពោះធំកំប៉ោងនិងមានកតូចប៉ុនរុនមជុលពួកគេទាំងអស់គ្នាមានចំណុចដូចគ្នាម្យ៉ាងគឺភាពស្រែកឃ្លានភ្នែករបស់ពួកគេបានបញ្ចេញពន្លឺពណ៌ក្រហមនិងពណ៌បៃតងនៅក្នុងភាពងងឹតពួកគេមិនបានសម្លឹងមើលពែដែលនៅលើដីទេគឺសម្លឹងទៅសាច់មាន់ដែលនៅក្នុងដៃរបស់បូរ៉ាសម្រាប់ពួកគេបូរ៉ាបានដណ្ដើមអាហារដ៏កម្ររបស់ពួកគេទៅហើយពងខ្មោចរាប់រយនាក់នោះបានចូលមកឡោមព័ទ្ធបូរ៉ាក្លិនស្អុយនៃសាកសពរលួយនិងក្លិនឆេះឆ្អាបបានធ្វើឲ្យបូរ៉ាស្វាងស្រាភ្លាមគាត់ចង់រត់តែជើងរបស់គាត់ទន់អស់ទៅហើយខ្មោចប្រែតមួយដែលមានដៃវែងដល់ដីបានលូកដៃមកឆក់យកសាច់មាន់ពីដៃរបស់បូរ៉ាក្រចកដ៏វែងនិងមុតស្រួយរបស់វាបានកោសដាច់ស្បៃរបស់បូរ៉ាធ្វើឲ្យមានឈាមហូរនៅពេលដែលក្លិនឈាមរបស់បូរ៉ាបានភាយចេញមកស្ថានភាពកាន់តែអាក្រក់ពងខ្មោចអត់ឃ្លានទាំងនោះលែងចាប់អារម្មណ៍នឹងសំណែនហើយពួកគេចាប់អារម្មណ៍ទៅលើឈាមស្រស់ទៅវិញពួកគេបានស្ទុះចូលមកព្រមគ្នាដៃរាប់រយបានលូកមកចាប់ទាញខោអាវរបស់បូរ៉ាសំឡេងធ្ងោស្រែកថាឃ្លានណាស់បានបន្លឺឡើងហូរកញ្ជ្រៀវពេញត្រចៀករបស់បូរ៉ាដួលទៅលើដីទៅលើគំនរសំណែនដែលគាត់បានទាត់ចោលនោះគាត់មានអារម្មណ៍ថាមានអណ្ដាតត្រជាក់កំពុងតែលិតទៅលើមុខនិងដៃជើងរបស់គាត់ពួកគេកំពុងតែលិតឈាមនិងលិតកំទេចអាហារដែលជាប់នឹងមាត់របស់គាត់ខ្មោចខ្លះបានព្យាយាមហែកមាត់របស់គាត់ដើម្បីយកសាច់មាន់ដែលគាត់ទើបតែបានលាបចូលទៅក្នុងពោះអំបាញ់មិញនេះបូរ៉ាស្រែកយំនិងប្រកាច់ប្រកិនពេញទៅលើដីគាត់ត្រូវបានគ្របដណ្ដប់ដោយស្រមោលខ្មៅនៃវិញ្ញាណរាប់រយគាត់លែងដឹងអ្វីទាំងអស់ក្រៅពីការឈឺចាប់និងភាពភ័យខ្លាចប៉ុណ្ណោះនៅព្រឹកបន្ទាប់អ្នកភូមិដែលយកចង្ហាន់ទៅវត្តបានប្រទះឃើញបូរ៉ាដេកសន្លប់នៅកែងរបងវត្តនោះសភាពរបស់គាត់គួរឲ្យតក់ស្លុតណាស់ខោអាវដាច់រហែករហុយអស់នៅលើខ្លួនរបស់គាត់ពោពេញទៅដោយស្នាមក្រចកនិងស្នាមជាំខ្មៅហើយអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនៅក្នុងមាត់របស់គាត់មានដីខ្សាច់និងខ្ជួងផងដែរអ្នកភូមិជឿថានេះគឺជាការដាក់ទោសពីពពួកខ្មោចអនាថាដោយសារតែគាត់ហ៊ានដណ្ដើមអាហាររបស់គេចាប់តាំងពីថ្ងៃនោះមកបូរ៉ាបានក្លាយទៅជាមនុស្សលេលើរៀងរាល់ថ្ងៃសិលឬក៏ថ្ងៃបុណ្យទានគាត់តែងតែអង្គុយនៅកែងរបងវត្តនោះទាំងភ័យខ្លាចហើយលើកដៃសំពះទៅកាន់ទីវាលហាក់ដូចជាកំពុងតែសុំទោសចំពោះម្ចាស់ស្រមោលដែលគ្មាននរណាមើលឃើញក្រៅពីគាត់នោះទេរបងវត្តនោះនៅតែជាកន្លែងដែលអ្នកភូមិយកកម្រងផ្កាដាក់រូបថតនៃសពរបស់ប្រើប្រាស់សពនិងសំណែនយកទៅដាក់ប៉ុន្តែចាប់តាំងពីពេលនោះមកគ្មាននរណាម្នាក់ហ៊ានដើរកាត់ឬប៉ះពាល់របស់នោះឡើយ។